ជាបឋមសូមក្រាបថ្វាយបង្គំចំពោះគុណនៃប្រតនត្រ័យដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពកាលទូព្រះបង្គំសូមក្រាបថ្វាយបង្គំចំពោះសម្ដេចជាអម្ចាស់ព្រមទាំងព្រះធេរានុត្រៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈប្រកបដោយវត្តប្រតិបត្តិដ៏ឧត្តមបំផុតសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីគោរពពីចម្ងាយនៅក្នុងគណៈពេលនេះទូព្រះបង្គំខ្ញុំបកណាខ្ញុំបាទសូមតំណាងគ្រួសារនៃសពទាំងអស់តំណាងមហាបាសកពុទ្ធសាសនុបឋមគង់ជាដែលជាញោមប្រុសព្រមទាំងបងប្អូនទាំងអស់ក៏សូមថ្លែងអំណរព្រះគុណនិងអរគុណយ៉ាងក្រៃលែងបំផុតចំពោះទឹកបតីនិងទឹកចិត្តរបស់បកណាព្រះធេរានុត្រៈគ្រប់ព្រះអង្គពុកម៉ែបងប្អូនទាំងអស់ដែលបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់យើងខ្ញុំហើយនឹងការជូនពរដល់ក្រុមគ្រួសាររបស់ខ្ញុំបកណាខ្ញុំបាទជាពិសេសគឺខ្ញុំបកណាខ្ញុំបាទផ្ទាល់តែម្ដងពិសេសសំខាន់បំផុតក៏សូមថ្លែងអំណរព្រគុណចំពោះព្រះសង្ឃាធិបតីបណ្ឌិតធុនសុផុនព្រះប្រធានសហគមន៍ព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកនិងជាវិចារការវត្តសង្ឃិការាមហាវត្តលិនដែលបានអនុគ្រោះដល់ខ្ញុំបកណាខ្ញុំបាទនិងសូមថ្លែងអំណរគុណចំពោះព្រះមហាយុសវណ្ណព្រះវរៈបណ្ឌិតតោដែលគង់នៅក្នុងវត្តលិននេះតែងអនុគ្រោះខ្ញុំបកណានឹងចូលរួមឧបត្ថម្ភដល់កម្មវិធីនេះផងដែរសូមអរគុណបងគ្រូមិនមែនច័ន្ទរដ្ឋានៅខេត្តសៀមរាបបងគ្រូពីងពៅបកណាគ្រប់ព្រះអង្គដែលបានចូលរួមរំលែកទុក្ខផ្ទាល់នៅក្នុងការចូលរួមចាត់ចែងនៅក្នុងកម្មវិធីបុណ្យសពរបស់ញោមស្រីនៃខ្ញុំបកណាខ្ញុំបាទព្រមទាំងសូមអរគុណយ៉ាងក្រៃលែងចំពោះមហាបាសកពុទ្ធសាសនុបឋមឈូសុផលព្រមទាំងបងប្អូនទាំងអស់មានមហាបាសកពុទ្ធសាសនុបឋមប៊ុនសៀបជាដើមដែលបាននាំយកក្លឹមច័ន្ទដើមច័ន្ទក្រស្នាសម្រាប់ធ្វើកិច្ចជាបណកិច្ចគឺសម្រាប់បូជាសពរបស់ញោមស្រីគឺមហាបាសិកាពុទ្ធសាសនុបឋមសនរនហៅសរុនដែលបានលាចាកលោកកាលពីថ្ងៃអាទិត្យទី2 400កន្លងមកនេះខ្ញុំបកដាក់ខ្ញុំបាទព្រមទាំងក្រុមគ្រួសារទាំងអស់ពិតជាមានសេចក្តីរំភើបឥតអបមាហើយក៏សូមអរគុណយ៉ាងក្រៃលែងនិងអរគុណយ៉ាងពងពោះបំផុតចំពោះទឹកបតីទឹកចិត្តរបស់បកណាគ្រប់ព្រះអង្គពុកម៉ែបងប្អូនជាពិសេសគឺអ្នកម៉ែអគ្គមហាបាសិកានៅរាជធានីភ្នំពេញអ្នកម៉ែមហាបាសិកាគ្រប់រូបទាំងអស់ទាំងនៅភ្នំពេញទាំងនៅសៀមរាបទាំងនៅបាត់ដំបងហើយម៉ែឧបមហាបាសិកាគង់ឆេងអ៊ីព្រមទាំងបងប្អូនទាំងអស់ហើយលោកជំទាវសុចិតាក៏សូមថ្លែងអំណរគុណចំពោះអ្នកម៉ែមហាបាសិកាវ៉ានីដែលបានចូលរួមជាថវិកាទៅ3មកអត់បានចេញមកផ្ទាល់ដោយសារសុខភាពក៏មកមានទឹកចិត្តនឹងការចូលរួមរំលែកទុក្ខផ្ញើបច្ច័យមកជាមួយនឹងខ្ញុំផងដែរសូមគោរពអរគុណមហាបាសិកាវ៉ានីហើយបងនៅសៀមរាបទាំងអស់ដែលបានចូលរួមរំលែកទុក្ខតាមរយៈខ្ញុំបកណាខ្ញុំបាទហើយម្យ៉ាងវិញទៀតគឺសូមគោរពអរគុណពុកម៉ែបងប្អូនលោកអ៊ំលោកពូអ្នកមីងនៅខាងភូមិកកោះក្តីព្រៃតូចក្តី
កកខាងជើងកកខាងត្បូងស្រែអូនៅខាងកូនខ្លងព្រៃតូចទាំងអស់តែជាញាតិមិត្តភូមិផងរបងជាមួយមកជួយជ្រោមជ្រែងរំលែកទុក្ខក្នុងកម្មវិធីបុណ្យរៀបចំពិសេសអាចារ្យដែលគាត់បានសម្របសម្រួលកម្មវិធីកិច្ចបុណ្យជាបណ្ឌកិច្ចរបស់ញោមម៉ែរបស់ខ្ញុំនេះសូមអរគុណក្រៃលែងមែនទែនហើយម្យ៉ាងវិញទៀតខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់របស់ខ្ញុំដែលបងនិងប្អូនខំប្រឹងប្រែងមើលថែម៉ែយ៉ាងល្អទោះបីយើងខំប្រឹងយ៉ាងណាក៏មិនអាចជួយឲ្យគាត់បានប៉ុន្តែយ៉ាងណាក៏ទឹកចិត្តបងប្អូនទាំងអស់ប្រឹងប្រែងទាំងយប់ទាំងថ្ងៃមើលថែគាត់ដើម្បីជាកិច្ចកតញ្ញូតបចំពោះគាត់ខ្ញុំក្នុងនាមជាប្អូនក៏ជាបងក៏សូមអរគុណចំពោះបងប្អូនទាំងអស់ហើយខ្ញុំសូមអធិស្ឋានដែលមិនបានទៅមើលគាត់ផ្ទាល់ជាប់ដូចជាបងប្អូនទាំងអស់បានត្រឹមទៅតែមួយអាទិត្យទៅជួបគាត់ពេលដែលគាត់ត្រូវការចង់ជួបមុខខ្ញុំជាលើកចុងក្រោយនោះយ៉ាងណាក៏ដោយក៏សូមអរគុណចំពោះទឹកចិត្តបងប្អូនញាតិមិត្តគ្រប់រូបទាំងអស់ហើយអរគុណចំពោះលោកបងភាពសុភ័ក្រផងដែរដែលបានជួយជ្រោមជ្រែងទាំងទឹកចិត្តកម្លាំងកាយចិត្តនិងសម្ភារៈយានយន្តដឹកប្រសង់ទៅកម្មវិធីដាក់វត្តអីទាំងអស់នេះសូមអរគុណណាសូមហើយក៏សូមអរគុណពុកគង់បឹបនិងម៉ែដំរស់បងប្អូនដែលបានជើញពីសៀមរាបទៅដើម្បីចូលរួមរំលែកទុក្ខផ្ទាល់នៅក្នុងកិច្ចហដ្ឋាននៃសពអរគុណណាស់ហើយក៏សូមអរគុណនៅពុកម៉ែបងប្អូនយាយពូអ៊ំហើយនឹងឧបាសកបាសិកាផ្កាឈូកជាសិស្សបរិយត្តិធម៌ទាំងអស់គ្រប់រូបដែលបានជួយឧបត្ថម្ភគាំទ្រជ្រោមជ្រែងចូលរួមរំលែកទុក្ខដល់គ្រួសារខ្ញុំកណ្ដាខ្ញុំបាទខ្ញុំសូមអរគុណក្រៃលែងមែនតែនចំពោះឧបាសកបាសិកាដែលជាសិស្សបរិយត្តិធម៌និងពុកម៉ែអ៊ំពូមីងទាំងអស់ដែលបានជួយជ្រោមជ្រែងកន្លងមកនេះសូមបាច់បានសម្រាប់នៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀតឡើយសូមអរព្រគុណនិងសូមអរគុណ